ជំរាបសួរបាទបងប្អូនទាំងអស់គ្នាបាទវិលមកជួបខ្ញុំបាទផ្សាយជាថ្មីបាទហើយថ្ងៃនេះដែរខ្ញុំបាទមានសំណូមពរបាទច្រើនបាទតេតងនឹងបងប្អូនដែលទៅដូរសេរីទូរស័ព្ទបាទទូរស័ព្ទពី Android មក iOS បាទអញ្ចឹងកម្មវិធីរបស់ iOS វាខុសប្លែកពី Android តិចដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ថតអេក្រង់ទូរស័ព្ទបាទចង់ថតអេក្រង់ទូរស័ព្ទ iPhone បាទថតជាវីដេអូបាទអញ្ចឹងបងប្អូនយើងគាត់រកកន្លែងថតអត់ឃើញបាទហើយថ្ងៃនេះខ្ញុំបាទនឹងបង្ហាញបាទសម្រាប់ iOS version 18បាទ version 18តែបើសម្រាប់ version មុនគឺយើងចូលទៅក្នុង setting បាទចូលទៅក្នុង setting ដើម្បីកំណត់បាទឲ្យមានកម្មវិធីថតអេក្រង់ហ្នឹងនៅលើទូរស័ព្ទយើងតែម្ដងបាទឧទាហរណ៍បើសិនជា version មុនយើងចូលមកក្នុង setting នេះបាទអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលបាទជាដំបូងយើងចូលមកក្នុង setting អញ្ចឹងមកអូខេយើង scroll មកលើមកបាទរួចហើយយើងនេះយើងចូលទៅក្នុង control center នេះបាទអញ្ចឹងយើងចូលមកបាច់អញ្ចឹងបើសិនជា version មុនគឺពេលដែលយើងចូលមកហ្នឹងមកគឺវាមានកម្មវិធីដែលឲ្យយើង add ជាច្រើនបាទឲ្យយើង add ជាច្រើននៅក្នុងហ្នឹងតែម្ដងបាទយើងចង់ add កម្មវិធីអីមកក៏បានដែរតែសម្រាប់ version 18នេះគឺអត់ទេបាទមានកន្លែងផ្សេងបងប្អូនណាអញ្ចឹងបងប្អូនចេញមកវិញទាំងអស់មកបាទចេញមកវិញបាទអូខេបងប្អូនចេញមកវិញមកបាទជាក់ស្ដែងបើសិនជាបងប្អូនមាន EC tag នេះបើសិនជាបងប្អូនមាន EC tag នេះបងប្អូនចូលទៅ EC tag នេះក៏បានដែររួចហើយបងប្អូនបាទយកពាក្យថា control center បាទបងប្អូន select កន្លែងហ្នឹងមកអូខេអញ្ចឹងវាចេញមកទម្រង់បែបនេះហើយបាទវាចេញមកទម្រង់បែបនេះអញ្ចឹងបងប្អូនត្រូវការអីគេបាទត្រូវការកម្មវិធីបាទនេះកម្មវិធី record អេក្រង់បាទអញ្ចឹងតែសម្រាប់របស់ខ្ញុំគឺមានស្រាប់ហើយអញ្ចឹងបើសិនជាបងប្អូនអត់មានទេបងប្អូនចាំធ្វើតាមខ្ញុំបាទពេលដែលបងប្អូនចង់បានកម្មវិធីហ្នឹងបងប្អូនចូលមកនេះបាទនេះបងប្អូនចូលមកកន្លែងសញ្ញាបូកទូចមួយនៅពីខាងឆ្វេងនេះបាទបងប្អូនឃើញទេបាទអញ្ចឹងបងប្អូន select លើសញ្ញាបូកហ្នឹងមកបាទបងប្អូន select មកគឺវាចេញទម្រង់បែបនេះបាទទម្រង់បែបនេះតែម្ដងបាទអញ្ចឹងទម្រង់បែបនេះបងប្អូនអាចដកបានបងប្អូនចង់ដកកម្មវិធីណាមួយចេញក៏បានដែរតែជាក់ស្ដែងឥឡូវបងប្អូនចង់បាននេះបងប្អូនចង់បានកម្មវិធីនេះអញ្ចឹងបងប្អូននេះកន្លែងមើលមកក្រោមនេះបាទគេដាក់ថា add control បាទអញ្ចឹងបងប្អូន select លើហ្នឹងមកបាទហ្នឹងហើយពេលម្ដងនេះបងប្អូននេះឃើញទេមានកម្មវិធីជាច្រើននៅក្នុងនេះតែម្ដងអញ្ចឹងបងប្អូនចង់បានដាក់កម្មវិធីមួយណាក៏បានដែរបាទដើម្បីឲ្យវាឡើងមកលើបាទអញ្ចឹងជាក់ស្ដែងបងប្អូនបាទចង់បាន screen បាទ recording បាទអញ្ចឹងបងប្អូន select លើហ្នឹងមកឧទាហរណ៍បាទនេះបងប្អូនឃើញមកមួយទៀតអត់ហ្នឹងហើយអញ្ចឹង screen recording នេះគឺមកមួយទៀតហើយអញ្ចឹងបងប្អូនអាចប្រើប្រាស់បានហើយបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទហើយអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ចេះទេបងប្អូនអាចមើលតាមវីដេអូនេះបានមួយមកបងប្អូនអាចធ្វើបានហើយបាទហើយបងប្អូនជួយចុច subscribe channel YouTube ខ្ញុំបានតែមួយផងបាទដើម្បីទទួលបានវីដេអូថ្មីបន្តទៀតឬក៏បងប្អូនចង់សនំពរបាទចង់ដឹងពីអីបងប្អូនអាចជា comment បាននៅខាងក្រោមវីដេអូណាបាទសូមអរគុណ